សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីអង្គភាពអង្គការសហប្រជាជាតិលោក Anthony Guterres អគ្គលេខាអង្គការសហប្រជាជាតិមានការសោកស្ដាយចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងការដកខ្លួនចេញពីអង្គភាពរបស់អង្គការសហប្រជាជាតិដោយសង្កត់ធ្ងន់ថាការផ្ដល់មូលនិធិរបស់សហរដ្ឋអាមេរិកសម្រាប់ចំនួនដ៏ច្រើននៃស្ថាប័នទាំងនោះគឺជាកាតព្វកិច្ចប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃពុធថាសហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីអង្គភាពអន្តរជាតិនិងអង្គការសហប្រជាជាតិរួមទាំងសន្ធិសញ្ញាអាកាសធាតុដ៏សំខាន់មួយនិងស្ថាប័នអង្គការសហប្រជាជាតិដែលលើកកម្ពស់សមភាព Gender និងការផ្ដល់អំណាចដល់ស្ត្រីពីព្រោះពួកគេធ្វើប្រតិបត្តិការផ្ទុយពីផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិកលោក Stephen Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយថាក្នុងចំណោមអង្គភាពចំនួន31របស់អង្គការសហប្រជាជាតិនៅក្នុងបញ្ជីរបស់សហរដ្ឋអាមេរិកមានអង្គភាពមួយចំនួនធំត្រូវបានផ្ដល់មូលនិធិដោយថវិកាធម្មតារបស់អង្គការសហប្រជាជាតិហើយក៏បានបន្ថែមថាអង្គការសហប្រជាជាតិមិនទាន់បានទទួលដំណឹងជាផ្លូវការពីរដ្ឋបាលលោក Donald Trump នៅឡើយទេលោកបានកត់សម្គាល់ថាសហរដ្ឋអាមេរិកបានចុះបញ្ជីអង្គការសន្ធិសញ្ញាមួយចំនួនដែលខ្លួនមានគម្រោងដកខ្លួនចេញដែលនឹងតម្រូវឲ្យមានលិខិតផ្លូវការលោក Dujarric បាននិយាយថាអង្គភាពអង្គការសហប្រជាជាតិទាំងអស់នឹងបន្តអនុវត្តអាណត្តិរបស់ពួកគេដោយដែលបានផ្ដល់ឲ្យដោយរដ្ឋជាសមាជិកសហរដ្ឋអាមេរិកគឺជាអ្នកចូលរួមចំណែកកំពូលចំពោះថវិកាធម្មតារបស់អង្គការសហប្រជាជាតិដោយបង់ប្រាក់អតិបរមាចំនួន 22% យោងទៅតាមការវាយតម្លៃដែលបានព្រមព្រៀងគ្នាដោយមហាសន្និបាតការទូទាត់ទាំងនេះគឺជាកាតព្វកិច្ចលោក Dujarric បាននិយាយថាសហរដ្ឋអាមេរិកមិនបានបង់ប្រាក់ទៅថវិកាធម្មតាកាលពីឆ្នាំមុនទេបច្ចុប្បន្នទីក្រុង Washington ជំពាក់ប្រាក់ប្រហែល 1.5 ពាន់លានដុល្លារលោក Dujarric បាននិយាយថាការចូលរួមវិភាគនិទានដែលបានវាយតម្លៃចំពោះថវិកាធម្មតារបស់អង្គការសហប្រជាជាតិនិងថវិការក្សាសន្តិភាពដោយដែលបានអនុម័តដោយមហាសន្និបាតគឺជាកាតព្វកិច្ចផ្លូវច្បាប់ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិសម្រាប់រដ្ឋជាសមាជិកទាំងអស់រួមទាំងសហរដ្ឋអាមេរិកផងដែរលោក Donald Trump បានពិពណ៌នាអំពីអង្គការសហប្រជាជាតិថាសក្តានុពលដ៏អស្ចារ្យប៉ុន្តែបាននិយាយថាវាមិនបានបំពេញតាមនោះទេលោក Guterres ក៏បានបង្កើតក្រុមការងារកែតម្រង់មួយកាលពីខែមិនិនាដែលគេស្គាល់ថា UN80 ដែលស្វែងរកការកាត់បន្ថយថ្លៃដើមនិងបង្កើនប្រសិទ្ធភាព